សូមជូនរឿងកូនទន្សាយតូចនិងដំណាបផ្សងព្រេងជាមួយសត្វដំរីនៅក្នុងព្រៃជ្រៅមួយដែលពោរពេញទៅដោយដើមឈើធំៗនិងសត្វជាច្រើនប្រភេទមានកូនទន្សាយតូចមួយក្បាលឈ្មោះផល្លាកូនទន្សាយតូចនោះខ្លាចស្ទើរគ្រប់អ្វីៗទាំងអស់ពីសំឡេងខ្យល់បក់កន្លែងងឹតរហូតដល់សត្វធំៗដូចជាសត្វខ្លាឃ្មុំសត្វខ្លារខិនសត្វតោងនិងសត្វប្រមាញ់ផ្សេងៗទៀតផងមួយថ្ងៃទន្សាយតូចចេញពីរូងរបស់ខ្លួនដើម្បីរកកំហូបពេលព្រឹកហើយបានជួបជាមួយសត្វដំរីវ័យក្មេងឈ្មោះសារ៉ានដំរីធំនោះមានបេះដូងសប្បុរសនិងចូលចិត្តមានមិត្តភក្តិថ្មីៗទន្សាយតូចផល្លាដើរចេញពីរូងយូរទៅក៏វង្វេងផ្លូវបានស្នើឲ្យដំរីធំជួយនាំគាត់ទៅរករូងគាត់វិញផងពួកគេបានចាប់ផ្ដើមដំណើរផ្សងព្រេងមួយតាមផ្លូវងឹតក្នុងព្រៃកាត់ស្ទឹងកាត់ភ្លៀងកាត់ភ្នំនិងថ្មធំដំរីធំបានប្រើភ្លោះធំរបស់ខ្លួនជួយឲ្យទន្សាយលោតឡើងដើមឈើដើម្បីមើលផ្លូវទន្សាយវិញបានជួយដំរីរកផ្លែឈើឲ្យដំរីស៊ីផងដែរនៅពេលពួកគេជួបសត្វប្រៃឆ្ងាយដែលមើលគួរឲ្យខ្លាចទន្សាយតូចបានប្រើការឆ្លាតវៃរបស់ខ្លួនបង្វែរនិងស្វែងរកវិធីគេចដំរីធំទទួលបានការជឿជាក់លើមិត្តភក្តិតូចជាចុងក្រោយពួកគេបានស្គាល់ថាមិត្តភាពមិនអាស្រ័យលើទំហំទេតែអាស្រ័យលើចិត្តស្មោះនិងចេះជួយយកអាសារគ្នាទៅវិញទៅមកក្រោយដំណើរដ៏អស្ចារ្យនោះទន្សាយបានដល់រូងវិញនិងបានបន្តជីវិតដោយមិនខ្លាចព្រៃជ្រៅទៀតទេព្រោះគាត់ដឹងថាគាត់មានមិត្តភាពស្និទ្ធស្នាលជាមួយសត្វដំរីធំ